ការយល់សប្តិឃើញពស់គឺជានិមិត្តសញ្ញាមួយដែលត្រូវបានបកស្រាយយ៉ាងច្រើនយ៉ាងជាពិសេសនៅក្នុងវប្បធម៌ខ្មែរនិងវប្បធម៌ដទៃទៀតអត្ថន័យអាចអាស្រ័យលើបរិបទជាក់លាក់នៅក្នុងសុបិនរបស់យើងដូចជាពស់នោះធ្វើអ្វីពណ៌អ្វីឬអារម្មណ៍របស់យើងយ៉ាងណាដែរហ្នឹងហើយជាទូទៅការយល់សប្តិឃើញពស់អាចមានន័យដូចខាងក្រោមរឿងស្នេហាឬគូសកលចាស់ខ្មែរតែងតែជឿថាសុបិនឃើញពស់ច្រើនតែតំណាងឲ្យការជួបគូព្រេងឬរឿងរ៉ាវទាក់ទងនឹងស្នេហាបើនៅលាវអាចជានិមិត្តសញ្ញានៃការជួបស្នេហាភ្លាមឬមិននឹកស្មានដល់បើមានគូអាចជាប្រផ្នូលនៃសំណាងឬរឿងដែលត្រូវប្រថុយក្នុងទំនាក់ទំនងការផ្លាស់ប្ដូរនិងកំណត់ថ្មីពស់វាតែងតែសកស្បែកដែលជានិមិត្តរូបនៃការផ្លាស់ប្ដូរថ្មីការចាក់ចែងពីទម្លាប់ចាស់ឬចាប់ផ្ដើមជីវិតថ្មីវាក៏អាចតំណាងឲ្យការជាសះស្បើយពីជំងឺផងដែរការប្រុងប្រយ័ត្នគ្រោះថ្នាក់ជាក់លាក់អាកបាំងអីចឹងវាអាចជាសញ្ញាដាស់តឿនយើងណាមានការគម្រាមកំហែងអាកបាំងណាមួយយើងអាចជួបនឹងមនុស្សទុច្ចរិតដែលយើងមិនអាចដឹងមុនហ្នឹងហើយទៅគួរតែប្រុងប្រយ័ត្នឲ្យបានកាន់តែច្រើនបើនិយាយពីលៀបវិញគឺថាអាចនឹងជួបទ្រព្យសម្បត្តិមានសំណាងនៅក្នុងប្រពៃណីខ្លះមិនថាប្រពៃណីលោកខាងលិចឬក៏តាមរយៈប្រពៃណីខ្មែរទេការយល់សប្តិឃើញពស់ហ្នឹងវាជានិមិត្តរូបនៃលាភសំណាងទ្រព្យសម្បត្តិហើយវាក៏តំណាងឲ្យប្រាជ្ញានិងវិចារណញ្ញាណដែរពេលខ្លះពស់ត្រូវបានគេមើលឃើញថាជាសត្វដែលមានប្រាជ្ញានិងតំណាងឲ្យធម៌ពលច្នៃប្រឌិត